ស៊ូមជូនរឿងទុនសាយនិងខ្យងមាននិទានដំណាលថាសម័យថ្ងៃមួយមានទុនសាយមួយចកមកផឹកទឹកត្រពាំងទុនសាយផឹកទឹកពុំទាន់ឆ្អែតផងវាក៏ប្រទះឃើញខ្យងមួយកំពុងបណ្ដែតខ្លួននៅលើផ្ទៃទឹកទុនសាយឃើញដូច្នេះក៏ស្អប់ភើមខ្យងជីខ្លាំងទុនសាយបានគេចទៅផឹកទឹកនៅប្រឡងមួយផ្សេងទៀតដែលស្ថិតនៅក្បែរនោះដែរខ្យងឃើញអាកប្បកិរិយាទុនសាយដូច្នេះក៏ស្រដីទៅទុនសាយថាអេបងទុនសាយបងមកផឹកទឹកនៅទីនេះមានបានសុំយ៉ាងណាហើយឬនៅទុនសាយឆ្លើយតបទៅវិញទាំងមួម៉ាយដោយកំបុតថាត្រពាំងនេះគ្មានម្ចាស់ទេវៃយើងមិនចាំបាច់សុំយ៉ាងណាក៏បានដែរខ្យងស្រដីទៅកាន់ទុនសាយវិញថាខ្ញុំជាអ្នកថែរក្សាទឹកនេះយូរណាស់មកហើយបើចង់ផឹកត្រូវតែសុំខ្ញុំសិនទុនសាយឮខ្យងពូលពាក្យដូច្នេះកើតក្តីក្តៅក្រហាយក៏ពូលចំអកខ្លាំងថាណែខ្យងឯងមិនដែលបានស្គាល់ទីវាលដីស្រែចម្ការណាឆ្ងាយផងយកតែមាត់ធ្វើជាជើងស្គាល់តែប្រឡងទឹកប៉ុណ្ណឹងអួតថាខ្លួនឯងជាអ្នកថែរក្សាទឹកនេះផងឬខ្យងឆ្លើយតបវិញថាខ្ញុំគ្មានជើងមែនពេតហើយក៏មិនស្គាល់ទីវាលដីស្រែចម្ការឆ្ងាយដោយបងថាមែនតែបើបងទុនសាយចង់ភ្នាល់យើងរត់ប្រណាំងគ្នាទៅខ្ញុំមិនខ្លាចបងទេទុនសាយលឺខ្យងនិយាយថានៅភ្នាល់រត់ប្រណាំងគ្នាបែបនេះកាន់តែក្តីក្រហាយឡើងនឹកក្នុងចិត្តថាមិនគួរអាខ្យងនេះហ៊ាននិយាយពាក្យដូច្នេះសោះណាក៏ដឹងដែរថាខ្លួនឯងជាអ្នកមានប្រាជ្ញាហើយរត់លឿននិងរហ័សជាងគេបំផុតទុនសាយប្រាប់ខ្យងថាចុះខ្លួនមានតែខ្លាចអីខ្យងឯងនោះព្រឹកស្អែកយើងជួបគ្នានៅទីនេះយើងរត់ប្រណាំងគ្នា3ជុំត្រពាំងនេះបើខ្ញុំចាញ់ខ្ញុំឈប់ផឹកទឹកត្រពាំងនេះឯខ្យងឯងបើចាញ់ខ្ញុំវិញត្រូវតែឈប់រួមនៅក្នុងទឹកត្រពាំងនេះដែរពូចប់ទុនសាយក៏ដើរចេញទៅចំណែកខ្យងពេលឃើញទុនសាយចេញទៅបាត់ក៏ហៅគ្នាមកប្រជុំហៅដាត់គ្នាថាព្រឹកស្អែកយួនត្រូវរាយបណ្ដាក់គ្នាតាមមាត់ត្រពាំងនេះលីទុនសាយស្រែកហៅអ្នកដែលនៅខាងមុខត្រូវតែឆ្លើយថាគោស្អែកឡើងទុនសាយក៏បានមកដល់ខឿងខ្យងនៅចាំនៅនឹងកន្លែងណាត់គ្នារួចជាស្រេចទុនសាយនិងខ្យងក៏ចាប់ផ្ដើមរត់ប្រណាំងគ្នាទៅទុនសាយរត់បានមួយជុំត្រពាំងក៏ស្រែកប្រកបខាខ្យងវើយខ្យងវើយខ្យងនៅពីមុខទុនសាយស្រែកឡើងកកទុនសាយឮសំឡេងខ្យងឆ្លៃនៅខាងមុខដូច្នេះនឹកស្មានថាខ្យងរត់លឿនជាងខ្លួនមែនក៏ខំរត់ពេញទំហឹងលុះរត់បានមួយជុំទៀតទុនសាយស្រែកហៅខ្យងម្ដងទៀតសំឡេងកកលាន់ឮនៅខាងមុខដដែលទុនសាយពុំបានគិតស្មានថានេះជាល្បិចកលរបស់ខ្យងឡើយវាគិតថាខ្យងរត់លឿនជាងវាមែនទុនសាយក៏ខំបន្ថែមល្បឿនអស់ពីកម្លាំងកាយចិត្តគ្រប់3ជុំទុនសាយមកដល់ទីណាត់ប៉ុន្តែជាការខកចិត្តសម្បើមណាស់របស់ទុនសាយព្រោះទីនោះខ្យងបានរងចាំទុនសាយមុនជាស្រេចទុនសាយក៏យល់ព្រមចុះចាញ់ខ្យងហើយនឹកខ្មាស់ខ្លួនឯងយ៉ាងខ្លាំងដែលរត់ចាញ់ខ្យងវាក៏រត់ចេញពីទីនេះហើយបដិញ្ញាឈប់ផឹកទឹកត្រពាំងជារៀងរហូតចាប់តាំងពីពេលនោះមកគេសង្កេតឃើញសត្វទុនសាយឈប់ផឹកទឹកត្រពាំងមែនរហូតមកដល់សប្តាហ៍នេះហើយទុនសាយក៏មិនដែលផឹកទឹកដែរចំណែកឯខ្យងក៏រួមនៅក្នុងត្រពាំងយ៉ាងសុខសាន្តជារៀងរហូតមកដូចសុភាសិតនិយាយថាចេះឯងឲ្យក្រែងចេះគេសូមអរគុណសម្រាប់ទស្សនាតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយសូមអរគុណ Do not overestimate yourself and underestimate others. I waffle. Thank you for watching from beginning to end. See you in the next video. In the smallest of steps, we find the greatest of journeys.